បាទជំរាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ទៀតហើយគឺការបញ្ចេញចំនួនពីរ៉ាឌីកាល់បាទអញ្ចឹងកុំឲ្យវែងឆ្ងាយយើងទៅតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងកន្លែងខាងក្នុងរ៉ាឌីកាល់គេអត់សរសេរនេះកន្លែងនេះគេអត់សរសេរមានថាឬទី2ហ៎បាទគឺឬទី2ទាំងអស់ឲ្យតែអត់សរសេរដឹងតែឬទី2ឥឡូវយើងក្នុងរឹសទី1រឹស1រឹសការ៉េ1យើង1ការ៉េក៏1ក៏យើងអាចសេបានថា1ការ៉េដែរអញ្ចឹងយើងអាចចេញមកបាន1ហើយរឹសទី2នៃ4យើង4នេះយើងអាចបំបែកមកបានជា2ថា2គុណនឹង2យើងបាន4ទៅវិញហើយបន្តទៀត2គុណ2យើងអាចសេបានថា2ការ៉េអញ្ចឹង2ការ៉េសម្រួលនឹង2នេះយើងចេញមកបាន2បាទនេះអក្សរខងាយងាយអក្សរចខ្ញុំឡងទៅដល់អក្សរចចណា9យើងអាចសរសេរបានថារឹសទី2នៃ3គុណនឹង3អញ្ចឹង3គុណ3យើងអាចសរសេរតទៀតថា3ការ៉េអញ្ចឹង3ការ៉េឬ3ការ៉េយើងអាចបញ្ចេញមកបាន3នេះគឺជារបៀបនៃការបញ្ចេញរឹសងាយងាយហើយនេះគឺជារឹសការ៉េប្រកបបាទចុះមិនប្រកបមានន័យថាវាបញ្ចេញមកយើងបានជាចំនួនទស្សភាគការវិមុនមកយើងអត់បានសិក្សាលម្អិតអំពីវាបើសិនជាយើងចង់បញ្ចេញវាគឺយើងត្រូវទៅចុចទូរស័ព្ទទៅចុច Casio ចុចម៉ាស៊ីនគិតលេខអីចឹងទៅអញ្ចឹងចំណុចនេះគឺជាចំណុចខ្វះខាតមួយប៉ុន្តែត្រូវឲ្យសម័យឥឡូវគឺជាសម័យ AI សម័យ 4.0 ណាយើងគួរតែប្រើម៉ាស៊ីនគិតលេខប៉ុន្តែអ្វីដែលខ្ញុំចង់មកចែកម្លែកនេះគឺការយើងសាក់កុំប្រើម៉ាស៊ីនគិតលេខមើលតើអាចគិតបានដូចម៉ាស៊ីនគិតលេខបានអត់បាទហើយចុះពេលប្រឡងពេលណាមួយដែលយើងមិនបានប្រើម៉ាស៊ីនគិតលេខតែយើងធ្វើមិនអញ្ចឹងឥឡូវយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងយើងមើលចេះវិភាគចេះមួយរឹស4រឹសការ៉េរឹសទី2នៃ4ស្មើ2ហើយរឹស9ស្មើ3អញ្ចឹងមានន័យថាចន្លោះពីរឹសទី4ដល់រឹសទី9មានន័យថានៅចន្លោះ2ជាងរហូតទៅដល់3ចន្លោះពី2ជាងរហូតដល់គៀកទៅដល់3អញ្ចឹងដល់3ទេចន្លោះពី2ទៅដល់3បាទអញ្ចឹងប្រកបជាលេខអស់ទាំងនេះគឺជាចំនួនក្បៀសអញ្ចឹងឥឡូវយើងទៅមើលរបៀបអំពីការចែកចំនួនក្បៀសទាំងអស់គ្នាអញ្ចឹងក្នុងនេះគេហៅថារ៉ាឌីកង់យើងយករ៉ាឌីកង់ទៅចែកមកអញ្ចឹង5យកទៅចែកយ៉ាងម៉ានអត់មានចែកយ៉ាងម៉ានទេបាទអញ្ចឹងកន្លែងម្ដុំខាងនេះគេហៅថាផលចែកនោះយើងមើល5តើប្រមាណគុណនឹងប្រមាណដើម្បីឲ្យស្មើ5ឬក៏តូចជាងស្មើ5បន្តិចបាទអញ្ចឹងបើយើងយក1គុណនឹង1គុណនឹង1យើងបាន1អញ្ចឹងទូចមែនតើអញ្ចឹងខ្ញុំយក2ម្ដងហើយបញ្ជាក់ផងដែរថាខាងនេះក្នុងប្រអប់នេះគឺយើងបើសិនជាដាក់1គឺ1ដូចគ្នា2ដូចគ្នា3ដូចគ្នាគឺដាក់លេខឲ្យដូចគ្នាចាប់ពី0ដល់9ប៉ុន្តែជាទៅ0អត់មានណាគេទៅគុណអីទេគឺចាប់ពី1ដល់9បាទអញ្ចឹងយើងដាក់2ម្ដង2ដង4អញ្ចឹង4ហ្នឹងគឺយើងយកទៅដាក់ខាងក្រោមលេខ5ហើយយើងដកមកបាទ5ដក4សល់1បាទនេះគឺជាសំណល់នេះសល់1ហើយលេខ2ដែលយើងដាក់ដូចគ្នានេះយើងលើកឡើងលើបន្ទាប់មកគឺយើងយកមកគុណនៅខាងក្រោមទៀតដើម្បីឲ្យដាច់ឬក៏ដើម្បីឲ្យចេញជាចំនួនទស្សភាគយើងផលចែកនេះដែលជាចម្លើយរបស់រឹសការ៉េហ្នឹងគឺយើងយកទៅគុណនឹង2អញ្ចឹង5គុណនឹងសំទោស
2 គុណនឹង2យើងបាន4ហើយបន្តទៀតđấyគឺយើងត្រូវដាក់ដុំនេះទៀតធ្វើម៉េចឲ្យតម្លៃស្មើគ្នាបាទហើយមិនលើសនៅខាងនេះប៉ុន្តែខាងនេះម្ដងបើសិនជាយើងចង់បានក្បៀសដែល radical នេះដែលក្នុង radical នេះចែកមិនទាន់ដាច់គេន័យថាចែកអត់ដាច់ដូចគេនេះយើងចង់បានបន្តទៀតចេញក្បៀសដូចលេខចែកយើងអញ្ចឹងបើសិនជាយើងចង់បានក្បៀសយើងត្រូវថែម0ប៉ុន្តែมันសំចៃ0ដូចប្រហែលធីចែកដូចយើងឯងយើងលេខធម្មតាយើងចែកតែតម្លាក់01ឬក៏ថែម01ដើម្បីកាត់ក្បៀសប៉ុន្តែក្នុងការចែក radical គឺយើងថែម0ម្ដង2បាទម្ដង2ឥឡូវយើងថែម0 2ហើយយើងទៅកាត់ក្បៀសបាទមានន័យថារឹស5នេះចែកមកគឺឃើញ2ក្បៀសជាងតែមិនដឹងក្បៀសប៉ុន្មានឥឡូវតោះទាំងអស់គ្នាយើងបានលេខ100តើគុណប្រមាណដើម្បីឲ្យក្រោម100ឬក៏ស្មើ100បើសិនជាយើងដាក់ថា3យើងគុណតិចណា3 3ដង9 4ដង12យើងមើលទៅខាងនេះមានតែ100ទេហើយខាងនេះដល់ទៅ120អញ្ចឹងយើងបន្ថយមកវិញយើងដាក់រៀងលើហើយបន្ថយមកវិញអញ្ចឹងដកអត់កើតទេយើងបន្ថយមកវិញនៅសល់ត្រឹម2បាទ2 2ដង4 2 4ដង8អញ្ចឹងយើងដាក់មក44សំទោស84ចឹង0ដក4សល់6 10ដក4សល់6យើងថយនេះមកសល់1ចឹងបើសិនជាយើងខាងនេះសំទោសផ្លេចចឹង2ដែលដូចគ្នាដែលយើងរត់នឹកដាក់2ដូចគ្នាហ្នឹងយើងត្រូវលើកឡើងលើចឹងបាន2ក្បៀស2ឥឡូវយើងចង់បានក្រោយក្បៀស2ខ្ទង់អញ្ចឹងយើងថែមមួយទៀតណាអញ្ចឹងយើងថែម0បាទថែម0គឺយើងថែម0ម្ដង2បាទថែម0ម្ដង2ហើយបន្តទៅទៀតយើងមើល 2.2 គុណនឹង2យើងត្រូវកុំភ្លេចគុណនឹង2អញ្ចឹង2 2ដង4 2 2ដង4អញ្ចឹងទៅហើយយើងគុណនឹង2ហើយយើងទៅរកនឹកទៀតដាក់ប្រអប់ទៀតទៅដាក់ប្រមាណដើម្បីឲ្យលទ្ធផលអាចថាតូចជាង1600ឬក៏1600អញ្ចឹងទៅឥឡូវយើងដាក់ថាមិញហ្នឹងដូចជា4ណា4លើហើយ3 3 3ដង9 3 4ដង12 12ត្រា1 3 4ដង12 12 6 13អញ្ចឹងយើងបាន1329យើងដកមកឃើញ1 7ហើយ2 0អញ្ចឹងចម្លើយរបស់យើងគឺសំណល់របស់យើង271ប៉ុន្តែយើងមិនទៅយកខាងហ្នឹងណាចម្លើយរបស់យើងនេះ3ដូចគ្នាទេណាយើងបានប៉ុណ្នេះបាទអញ្ចឹងនេះហើយកន្លែងនេះហើយគឺជាចម្លើយរបស់យើងអញ្ចឹងចម្លើយរបស់យើងគឺ2ក្បៀស23បាទ2ក្បៀស23នេះគឺជាចម្លើយរបស់យើងតែសូមបញ្ជាក់តិចណាកន្លែងនេះអាចនឹងលំអៀងកតុយបន្តិចតួចបាទតើឥឡូវយើងទៅមើលអក្សរខបន្តទៀត6ឬទី6អញ្ចឹងយើងយកមកចែកដូចគ្នាមកតើប្រមាណគុណប្រមាណដើម្បីអក្សរ6ឬក៏តូចជាង6បើសិនជាយើងដាក់3គុណ3ប្រកបជា9ហើយលើសអញ្ចឹងយើងបន្ថយ
so pi con pi con pi dân bàn 4 chân 4 dân sẽ lịch 4 đỏ máu của mùi đỏ 4 so pi hỏi pi đã đôi kia nó dân lớpឡើងtừ lử bà đỏ máu dân cùng click trong loại bao nhiêu này giờ từ con nắng pi chân pi bị đón dân bàn 4 hay dân rơ nước nóng và ọc tỏ thiệt bà นี่คือเชียร์ระเบียบจังพอตัวหมดบอสเนี่ยยังจังใจพอตัวเทียบคือยังไทม์โซนเดี๋ยวđấyคือไทม์โซนมาดองปีไทม์โซนมาดองปีไทม์โซนกัดเบียบ่าไทม์โซนกัดเบียต่อเทียบจังยังดักบานประมาณนำไปไอ้บานเก็บปีrồi lấy nhầm sânดักปรามจ้ะดังทำไปได้ปรามđó một phẩy pram trà pí pram buồn đó một phẩy pí phẩy pí ô lẽ chân dừng bật thòi mùi bánh dừng bật thòi sò buồn đó đập muối trà muối buồn đó đập muối đầm vào chân dừng tự đại đỏ nó sọ 4 đọt sòm 4 đọt mà sọ pi đấy sồn chân 4 dương ban lực từ lự bà bữa sau này dương trong trai to tết dương time sồn pi biết và dương đạo to tết nó hai kháng này dương côn nắng pi 4 đón bồng bày 2 đón 4 ต่อយើងទៅរកនឹកទៀតទៅរកនឹកទៀតយើងដាក់បានប្រមាណចឹងណាយើងដាក់បាន 4 ណា 5 ហើយជា 5 ណាស្មានសិនទៅដូចចែកលេខចែកយើងធម្មតាដែរ 5 ដង 25 ត្រា2 5 8 ដង 40 នឹង 2 42 ត្រា 4 5 đong 20 24 អូលើស25លេយើងបានន័យថាចិត្តដាច់ដែរអញ្ចឹងយើងបន្ថយសល់លេខ 4 ដដែល 4 ដង 16 ត្រា 1 4 8 ដង 32 នឹង 1 33 ត្រា 3 4 ដង 16 នឹង 3 19 ចឹងយើងដាក់ដកnó ចឹងដកមកឃើញ 4 ឃើញ 6 ឃើញ 4 0 ចឹងសំណល់របស់យើងសល់ 468 ហើយ 4 របស់យើងនេះគឺលើកឡើងទៅលើចឹងបើសិនជាយើងយកពីខ្ទង់ក្រោយក្បៀសគឺយើងប៉ុណ្ណឹងបើសិនជាយើងចង់បាន 3 4 ខ្ទង់យើងបន្ថែមតាមរបៀបនេះទៀតណាចឹងចម្លើយរបស់យើងគឺ 2 ក្បៀស 44 បាទ 2 ក្បៀស 44 ហើយលំហាត់ងហើយនឹងចពួកយើងសាកទៅចេញស្នាដៃខ្លួនឯងតិចមកហើយនេះអក្សរកហើយនឹងខសាកចុចការសូមតើត្រឹមត្រូវដោយការកណនីរបស់ខ្ញុំដែរអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណ